បងប្អូនឥឡូវនេះខ្ញុំបានមកដល់កន្លែងបងប្អូនដែលភៀសខ្លួននៅកន្លែងដាច់ស្រយាលខ្ញុំមកកាលពីពេលម្សិលមិញហើយបន្ទាប់ពីខ្ញុំមកចុះមកម្ដងហើយក៏ខ្ញុំបានប្រកាសនៅក្នុងព័ត៌មាននោះឃើញថាឥឡូវនេះគឺលោកពូដែលមានហាសនាមថាអុកញ៉ាអ្នកសារព័ត៌មានលោកពូផែនវណ្ណៈបានឧបត្ថម្ភនៅថវិកាចំនួន2លានរៀលដើម្បីចំណាយទិញបន្លែសាច់ដើម្បីចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលភៀសខ្លួននៅទីនេះមិនត្រឹមតែប៉ុណ្ណោះទេប្រសិនបើអាជ្ញាធរនៅតែបន្តអនុញ្ញាតឲ្យពួកខ្ញុំទៅទិញស្បៀងឬមួយក៏ទៅទិញអីទៀតនឹងអាចនឹងយកមកជាបន្តបន្ទាប់ទៀតនេះគឺជាអំណោយរបស់លោកពូអុកញ៉ាសារព័ត៌មានផែនវណ្ណៈបងទូឃើញថាការពីយប់មិញវាមានរឿងចម្រុងចម្រាស់បន្តិចក៏ពិតមែនប៉ុន្តែយើងកាយកប់ត្រឡប់ចោលអញ្ចឹងបងមានអីថ្លែងអំណរអគុណទៅដល់លោកពូអុកញ៉ាសារព័ត៌មានផែនវណ្ណៈដែរឬទេបាទសូមថ្លែងអំណរគុណដល់បងផៃវណ្ណៈដែលបានឧបត្ថម្ភថវិកា$500ដើម្បីទិញស្បៀងឲ្យពួកគាត់នឹងហូបដល់សាន់សិនណាហើយស្អែកនេះនឹងមានបន្តទៀតព្រោះស្អែកនេះគាត់នឹងឲ្យសួរប្រជាពលរដ្ឋយើងមានប្រមាណគ្រួសារគាត់និយាយចេះគាត់ថាបើសិនជាចង់ឲ្យមានយកមកជួយបន្តទៀតលុះត្រាតែសមត្ថកិច្ចគាត់សហការជាមួយនឹងយើងជាអ្នកសារព័ត៌មានអ្នកកសែតនេះអនុញ្ញាតឲ្យជួយចិញ្ចូលទៅទិញស្បៀងឬមួយក៏ទៅទិញរបស់របរចាំបាច់មួយចំនួនជូនពួកគាត់ដោយសារតែឥឡូវនេះគេដាក់ប្រាស់មិនចឹងអញ្ចឹងបើសិនជាមុំគឺអាចចេញបានទេដូចយើងជាក់ស្ដែងយើងសិលមិញប៉ុន្តែយើងកាយកប់ត្រឡប់ចោលទៅណាយើងកាយកប់ត្រឡប់ចោលហើយបងប្អូនបានឃើញហើយប្រជាពលរដ្ឋនៅទីនេះគឺគាត់ខ្វះខាតពិតប្រាកដមែនហើយវាជាក់ស្ដែងកន្លែងនេះវាយ៉ាប់ចំនួនមកដល់ផ្លូវវាយ៉ាប់ផ្លូវឃើញមកផ្លូវយ៉ាប់ឃើញចេះយើងនិយាយជ្រុំចេះតាំងកពិតប្រសិនបើគាត់ភៀសខ្លួនទៅកន្លែងជំរុំបងប្អូនជនភៀសសិតពិតប្រាកដប្រហែលជាមិនអាចខ្វះទេហ្នឹងហើយតែដោយសារតែគាត់ជាអ្នកភូមិអញ្ចឹងគាត់គិតថាប្រសិនបើគាត់ចម្លៀសខ្លួនទៅកន្លែងជំរុំជនភៀសសិតហាក់បីដូចជាវាមនុស្សច្រើនអញ្ចឹងទៅវាពិបាកនៅក្នុងការរស់នៅហើយគាត់ក៏ភៀសខ្លួនមកតំបន់ដូចជារោងគាត់ដីគាត់ស្រែគាត់អញ្ចឹងទៅតែដល់ពេលជាក់ស្ដែងឥឡូវយើងមកមើលឃើញថាវាមិនមានអ្នកណាហ៊ានមកដល់ជាក់ស្ដែងមិនមានហ៊ានអ្នកណាមកដល់ទេអញ្ចឹងខ្ញុំក៏អត់មានអីច្រើនដែរគ្រាន់តែចង់អំពាវនាវទៅដល់អាជ្ញាធរជាពិសេសបាទអភិបាលខេត្តអាដាមស្រងការបាទមេត្តាជួយបើកភ្លើងខៀវឲ្យពួកខ្ញុំដែលជាអ្នកសារព័ត៌មានរាយការណ៍ព័ត៌មាននៅសមរភូមិមុខនេះចេញចូលយកព័ត៌មានឬក៏ចេញចូលនៅពេលដែលកលៈទេសៈចាំបាច់យកស្បៀងឬមួយក៏យករបស់ផ្សេងៗដែលសប្បុរសជនឧបត្ថម្ភមកយកទៅឲ្យពួកគាត់ផងតំបន់នេះខ្ញុំដឹងថាมันមានអ្នកណាហ៊ានមកដល់ទេបងប្អូនបានឃើញតែប្រជាពលរដ្ឋប្រមាណ100គ្រួសារជាងមិនមែនខ្ញុំចេះថាទេខ្ញុំជាមួយនឹងបងពីទូបានម្សិលមិញយើងមិនសហការគ្នាមិនអញ្ចឹងដោយសារតែឃើញករណីនេះកន្លែងហ្នឹងវាដូចជាមិនមានអ្នកណាយកអីមកឲ្យអត់ឲ្យអញ្ចឹងខ្ញុំកន្លែងនេះបន្ទាប់ពីខ្ញុំផ្សាយរួចឃើញថាលោកពូអុកញ៉ាសារព័ត៌មានបាទលោកពូអុកញ៉ាសារព័ត៌មានហែងវណ្ណៈបងប្អូនណាមិនស្គាល់សាចប់ពីណាមិនស្គាល់គាត់មនុស្សគាត់គឺតែងតែជួយមិនត្រឹមតែជួយបងប្អូនប្រជាពលរដ្ឋប៉ុណ្ណឹងទេគាត់ជួយកន្លងមកជួយច្រើនមែនទែនជាពិសេសបងវរៈកងទ័ពនៅសមរភូមិមុខកន្លងមកពួកយើងអ្នកយកទៅផ្ទាល់ប៉ុន្តែយើងមិនបង្ហាញហ្នឹងហើយកាលណាយើងបង្ហាញទៅវាប្រាប់ទីតាំងដល់សត្រូវអញ្ចឹងយើងដឹងទាំងអស់យើងដឹកទៅក្របផ្លោមិនអីមិនយើងមានសកម្មភាពទាំងអស់ប៉ុន្តែយើងអត់បង្ហាញទេពេលនេះចាំចប់សង្គ្រាមយើងនឹងធ្វើវីដេអូមួយតែម្ដងអញ្ចឹងបាទឥឡូវបងប្អូនយើងនិយាយគ្នាប៉ុណ្ណេះយើងទៅជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋចង់ដឹងថាគាត់អត់ខ្វះខាតប៉ុណ្ណាជំរាបសួរបងអ៊ំលោកយាយលោកតាបងប្អូនទាំងអស់តើអ្នកណាដែលអាចផ្ដល់កិច្ចសម្ភារឲ្យខ្ញុំបានទេខ្ញុំអត់ចេះទេបងអាចផ្ដល់បានទេបងតើកន្លែងដែលបងភៀសខ្លួនមកកន្លែងហ្នឹងតើមានអ្នកណាដែលធ្លាប់យកស្បៀងឬមួយក៏យករបស់ហូបចុកឲ្យបងមកដល់កន្លែងទីហ្នឹងដែរអត់ដែរមានផងអត់ដែរមានទេតែមានបងភៀសខ្លួនមកទីនេះគឺភៀសខ្លួនមកយូរហើយឬនៅមកផែ2-3ថ្ងៃហើយមក2-3ថ្ងៃហើយតាំងកពិតទៅនេះបើយើងមិនបន្ទោសមន្ត្រីក៏មិនត្រូវដែរដោយសារតែគាត់ឲ្យយើងចម្លៀសទៅកន្លែងជំរុំជនពិសេសប៉ុន្តែយើងមិនចង់ទៅនោះវាមនុស្សច្រើនមិនចឹងហ៎បងបាទនឹងអត់អីទេបងខ្ញុំជួយបងប៉ុណ្ណឹងហើយប្រសិនបើសមត្ថកិច្ចឬមួយក៏អាជ្ញាធរគាត់បើកភ្លើងខៀវឲ្យពួកខ្ញុំចេញចូលនៅក្នុងការយកតំណែងផ្សេងៗរបស់របបផ្សេងៗចាំបាច់ខ្ញុំនឹងនាំយកនៅរបស់របបផ្សេងៗជូនបងប្អូនបន្តណាបាទអរគុណច្រើនមែនទែនបងប្អូនជាទីមេត្រីបានឃើញហើយនៅកិច្ចសម្ភារខ្ញុំជាមួយនឹងប្រជាពលរដ្ឋហើយយើងក៏បាននិយាយពាក់ព័ន្ធជាមួយបញ្ហាផ្សេងកាមេរ៉ាមែនជួយចាប់តិចទៅឃើញថានេះគឺជាសកម្មភាពនៃការរៀបចំនៅរបស់របរចាំបាច់ផ្សេងយកទុកទៅជូនទៅដល់ពួកគាត់ហើយយើងចែកបន្លែបន្តិចទៅសាច់បន្តិចទៅអីបន្តិចទៅមកមុខបន្តិចហើយមានតាំងពីទឹកដោះគោមានតាំងពីទឹកសុទ្ធមានតាំងពីពងទាលាក់ផ្សេងរីឯប្រឡែគឺមានគ្រប់មុខសពបែបយ៉ាងទាំងអស់អញ្ចឹងម្សិលមិញយើងបានមកម្សាហើយថ្ងៃនេះយើងបានមកម្សាទៀតដូច្នេះសង្ឃឹមថាពួកខ្ញុំអាចនឹងមកបានម្ដងទៀតដោយសារតែកន្លែងនេះវាយ៉ាប់បាទយ៉ាប់មែនតើជួយចូលមកដល់និយាយទៅបងម្លាញ់
ខ្ញុំសូមលើកទឹកចិត្តមកឯងក្នុងនាមយើងជាក្រុមការងារណាកុំបាក់ទឹកចិត្ត ត្រូវ ខ្ញុំដឹងថាពេលខ្លះសម្ពាធវាតែងតែមាន ត្រូវហើយ ហ្នឹងហើយប៉ុន្តែយើងកុំបាក់ទឹកចិត្ត ឥឡូវចេះមានបងប្អូនសារព័ត៌មានមួយថាបងស្នងការហ្នឹងគាត់ថាគម្រាមកំហែងតាមពិតអត់មានទេណា អត់មានទេ បាទសូមជឿជាក់ បងប្អូនណាអត់មានអាដាមស្នងការណាគម្រាមកំហែងពួកខ្ញុំទេ បាទ គាត់ថាអញ្ចេះពីពេលល្ងាចមិញហ្នឹងខ្ញុំ ការយល់ច្រឡំបន្តិច បាទមានការយល់ច្រឡំបន្តិចតួចរឿងអាពាក់ព័ន្ធជាមួយនឹងការបើកបរាសចេញចូលរបស់ពួកខ្ញុំអ្នកសារព័ត៌មាននេះដល់ពេលអញ្ចឹងទៅក៏មានការភ័ន្តច្រឡំត្រង់ចំណុចមួយចំនួនអញ្ចឹងសូមពុកម៉ែបងប្អូនកុំបន្តធ្វើការផុសឬមួយក៏និយាយចុះមួយចុះពីរទៀតអីណាហ្នឹងហើយកិច្ចការងារមួយចំនួនឥឡូវនេះបងប្អូនដឹងហើយសត្រូវយើងគឺមានតែមួយគត់គឺខាងសៀមបាទមិនមែនសត្រូវយើងជាខ្មែរយើងយកពេលហ្នឹងមកឆ្លោះខ្មែរនឹងខ្មែរគ្នាឯងទេអត់បានទេត្រូវតែយកពេលហ្នឹងទៅតតាំងឬក៏រកនៅវិធីសាស្ត្រដើម្បីតតាំងជាមួយនឹងខាងសៀមមិនអញ្ចឹងបង ត្រូវ ហ្នឹងហើយឥឡូវយើងមិនបាច់ទៅថាវែងឆ្ងាយច្រើនទេចាំបន្តិចទៀតយើងបន្តមកនេះទៀតតែនេះយើងគាត់ចង់បានបង្ហាញថាអរគុណបាទអរគុណម្ដងហើយម្ដងទៀតទៅដល់អុកញ៉ាសារព័ត៌មានលោកពូ ផៃវណ្ណៈ ផែងវណ្ណៈដែលគាត់បានឧបត្ថម្ភទឹកប្រាក់ប្រមាណ2លានរៀលតាមរយៈបងពិទូនឹងខ្ញុំដើម្បីឲ្យយកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងតែភៀសខ្លួននៅកន្លែងដាច់ស្រយាលមិនអាចប្រាប់បានថានៅកន្លែងណា ហើយស្អែកនេះគាត់មានអវ៉ាន់2ឡានធំៗមក ស្អែកនេះចាំមើលសិនបងចាំមើលសិនចាំមើលសមត្ថកិច្ចគេថាមិនសិនណា ហ្នឹងហើយអូខេ យើងហ្នឹងហើយទ្រាំសិនជឿខ្ញុំណា ហ្នឹងហើយ បងប្អូនជាទីមេត្រីឥឡូវនេះខ្ញុំបាទមានសាររហ័សនាមមាត់រហ័សសម្ដេចត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់លំអិតនៅព័ត៌មានជូនពុកម៉ែបងប្អូនឲ្យជ្រាបតែប៉ុណ្ណេះសូមបញ្ជាក់ម្ដងហើយម្ដងទៀតខ្ញុំមិនអាចប្រាប់បានទេថាទីតាំងដែលខ្ញុំកំពុងតែឈររាយការណ៍នេះគឺនៅទីណាអ្នកណាដែលដឹងក៏ដឹងទៅអ្នកណាដែលមិនដឹងកុំបាច់ស៊ូអីណាកុំបាច់ស៊ូអីព្រោះកន្លែងនេះជាកន្លែងណាសំខាន់មួយសម្រាប់បងប្អូនប្រជាពលរដ្ឋហើយខ្ញុំចែកនេះគឺមិនមានការប៉ះពាល់ដល់សុវត្ថិភាពរបស់ពួកគាត់ទេរក្សាសុវត្ថិភាពរបស់ពួកគាត់ 100% ខ្ញុំបាទមេសាររហ័សនាមមាត់រហ័សសម្ដេចត្រង់សូមបញ្ចប់នៅសេចក្តីរាយការណ៍ជូនពុកម៉ែបងប្អូនតែប៉ុណ្្នឹងសូមអរគុណ